ជនជាតិសួយណាហើយសួយមានភាសាផ្ទាល់ទេបងមានបងភាសាសួយណាខ្ញុំជនជាតិសួយភាសាសួយគេនិយាយមិនបងអ៊ីងជនចាត់ថ្នាំភាគកិច្ចសអងអូសអងអាហ្នឹងសួយណាចាអូហើយមានអសមានអីទេបងអត់មានអសមានតែសម្លៀកបំពាក់មានលបាំប្រពៃណីទំនៀមទម្លាប់អញ្ចឹងស្រ័យបងឈ្មោះអីដែរបងខ្ញុំឈ្មោះរ៉ាត់រ៉ិតដែរចាអូបងរ៉ិតហើយជាតិដើមភាគតិចសួយបងសួយណាជនជាតិសួយណាចាហើយមករស់នៅកំពង់ស្ពឺនេះប្រហែលហើយនិយាយទៅដេញដូនតានៅកំពង់ស្ពឺនឹងហ្មងជនជាតិសួយតែមករស់នៅកំពង់ស្ពឺនឹងតែម្ដងដើមកំណត់នៅនឹងហ្មងអញ្ចឹងហ៎ចាអូមកខេត្តកំពង់ស្ពឺនឹងមានតែជនជាតិសួយមួយឯងអញ្ចឹងហ៎ចានៅម្ដុំណាបងម្ដុំភូមិកោដន្តីទៅក្នុងអញ្ចឹងហ៎មានប្រហែលជាប៉ុន្មានគ្រួសារបងមានជាង100គ្រួសារអូតែចេះនិយាយខ្មែរចានិយាយខ្មែរហើយសួយមានភាសាផ្ទាល់ទេបងមានបងភាសាសួយណាខ្ញុំជនជាតិសួយភាសាសួយគេនិយាយមិនបងអ៊ីងជនចាត់ថ្នាំភាគកិច្ចសអងអូសអងអាហ្នឹងសួយណាចាអូហើយមានអសមានអីទេបងអត់មានអសមានតែសម្លៀកបំពាក់មានលបាំប្រពៃណីទំនៀមទម្លាប់អញ្ចឹងចាចូលទៅជ្រៅទេបងអត់ជ្រៅទេចូលទៅដល់3គីឡូទេអញ្ចឹងចានៅក្បែរវត្តដំគ្រីព្រឹក្សាហ្នឹងអូហើយបងមកពីខាងនោះមកលក់ដល់នេះណាមែនទេអូ3គីឡូជាងហើយបងប្អូននៅខាងនោះគាត់ប្រកបការងារអីទៅធ្វើស្រែចម្ការលក់ដូរបន្តិចតួចចឹងចាហើយមានអ្នកខ្លះទៅធ្វើការរោងចក្រអូចាតែដែលឡែកបងប្អូនទៅសារពួកគាត់ដែរអត់មានអសរទេណាគាត់អត់បានរៀនតាមរយៈការសរសេរអីផ្សេងប៉ុន្តែគាត់នៅចាំអាចនិយាយបានណាបងណាគឺបំពាក់របាំប្រពៃណីអីអាហ្នឹងយើងនៅរក្សាបានណាបងណាអូនៅរក្សាបានរាល់ឆ្នាំហ្នឹងបាទឥឡូវជំរាបសួរបងប្អូនភាសាគួយគេថាម៉េចបងភាសាសួយភាសាសួយច្រឡំគួយចាណាងអ៊ីងលុំចម្រាប់សួរមីងអ៊ូម៉តស្លីងទាំងអេណាងអ៊ីងតកទីអានបើដេញក្មានលេងប៉ាន់ជួយទេវអ៊ីងម៉ងអ៊ីងជន់ចាត់ថ្នាំភាគកិច្ចអូយស្ដាប់អត់បានទេបងអើយឥឡូវមើលបកជាខ្មែរមកវិញមើលចាជំរាបសួរខ្ញុំដេញជនជាតិដើមភាគតិចសួយនៅកំពង់ស្ពឺទេទឹកពុះបងប្អូនអញ្ជើញមកលេងទេទឹកពុះនឹងមកជួយទិញពួកខ្ញុំផងបាទចាសិតតែមានលក់សិតតែរបស់ធម្មជាតិបាទអូយល្អណាស់បាទអញ្ចេះទៅខ្ញុំស្ដាប់បានច្បាស់ចែតើមិនស្ដាប់អត់បានលីងហើយភាសាហ្នឹងបងចេះមកតគ្នាពីបងពីបងពីឪពុកម្ដាយណាបាទហើយទាំងបងទាំងប្អូនទាំងអស់គ្នាហ្នឹងគឺចេះចឹងដូចគ្នាតែចាចេះទាំងអស់ចុះដល់ពេលនៅផ្ទះយើងប្រើភាសាអីក្នុងការប្រតិបត្តិទំនាក់បើយើងនិយាយមួយចាស់យើងនិយាយភាសាក្មេងៗអញ្ចឹងយើងនិយាយភាសាខ្លះយើងនិយាយខ្មែរខ្លះចាដោយសារគាត់អត់សូវចេះច្រើនចាបាទអេច្រើនដែរតើឡើងប្រហែលគ្រួសារមិញបងជាង100គ្រួសារជាង100គ្រួសារប្រហែលជាខ្ទង់លបាក់1000នាក់ឯដល់បងណាចាបាទភូមិធំដែរអញ្ចឹង5ភូមិបង5ភូមិចាអូតែ5ភូមិនឹងមានខ្មែរមានអីគាត់នៅលោកឡំខ្លះបាទចាបាទអូបងប្អូនអរគ្នាអញ្ចឹងមកដល់នេះបងប្អូនប្រហែលជាគិតថាអូភាគច្រើនជនជាតិភាគតិចនៅតាមតំបន់ដូចជារតនគិរីមណ្ឌលគិរីប៉ុន្តែនៅព្រះវិហារជាដើមប៉ុន្តែនៅកំពង់ស្ពឺនេះក៏មានជនជាតិភាគតិចសួយយើងក៏រស់នៅដែរថ្ងៃណាដែលទនេឬក៏ពេលណាដែលអាចថាមានឱកាសខ្ញុំនឹងទៅផ្ដិតយកទស្សនីយភាពពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់ពួកគាត់ប្រពៃណីទំនៀមទម្លាប់សម្លៀកបំពាក់អីផ្សេងក៏ដូចជាសាសនាមកជូនបងប្អូនទស្សនាបាទប៉ុន្តែឥឡូវនេះអ្វីដែលខ្ញុំចង់រំលែកជូនបងប្អូនគឺថាពួកគាត់នេះក៏មកប្រកបការងារជាអ្នកលក់ដូរនៅខាងទេទឹកពុះរមណីយដ្ឋានទេទឹកពុះនេះដែរបងប្អូនអញ្ចឹងមានចេកនេះសុទ្ធតែធម្មជាតិដែរបងណាបាទមានក្រូចមានល្ពៅមានអីនេះអានឹងសុទ្ធតែយើងទិញពីគេដែរតើបងទិញពីគេខ្លះយើងដាំខ្លួនឯងខ្លះហើយខ្លះទៀតយើងយកពីបេះពីក្នុងព្រៃព្រៃសហគមន៍យើងនឹងបាទហើយក៏មានដូចជាតពាំងនេះក៏យើងធ្វើខ្លួនឯងរកខ្លួនឯងណោះចាបាទហើយមានសបកថ្មៀអូច្រើនណាផលិតផលច្រើនដើមស្កែស្រែងបាទអូអរគុណបង